នេះគេហៅដើមសេរីហ្នឹងដើមវាលក្ខណៈរៀងជាលីវ័រដែរប៉ុន្តែវាមិនមែនជាវ័រចំទេគ្រាន់តែវាដើមវាមែកវារៀងទុនអញ្ចឹងទៅយើងត្រូវធ្វើសុំព័ទ្ធជំវិញដើម្បីជួយទ្រមែករបស់វាហ្នឹងឲ្យកុំឲ្យវាធ្លាក់ដល់ដីណាអញ្ចឹងបើបងប្អូនមានដើមសេរីអីបងធ្វើដូចខ្ញុំណាដើម្បីការពារកុំឲ្យមែករបស់វានឹងធ្លាក់យកដល់ដីប្លាក់ដីប្លាក់អី